វាសៀវប៉ានឹងជីយាយលក់ឈើច្រត់អាក្បាធំឯងសុខសប្បាយអត់ឯងសុំហៅឈ្មោះខ្ញុំក្នុងសិល្បៈទៀតទៅបើតាមខ្ញុំគិតយើងគម្រក់ឈើច្រត់នៅទីនេះអីហេតុអីឯងមើលទៅតាមផ្លូវចោះគ្មានអ្នកណាបាក់ជើងទេចឹងគ្មានអ្នកណាមកទិញឈើច្រត់យើងទេឯងចាំមើលទៅយើងនឹងហៅម៉ួយមកទិញឈើច្រត់របស់យើងតតបានហ្នឹងក្នុងថ្ងៃហ្នឹងឯងមើលណោះមានមនុស្សមកហើយបងជួយទិញឈើច្រត់នំមួយបងទិញឈើច្រត់អត់បងទិញឈើច្រត់អត់បងអើខ្ញុំមិនទិញទេខ្ញុំទិញទៅអីផងជើងខ្ញុំល្អខ្ញុំមិនត្រូវការទិញឈើច្រត់ហ្នឹងឯងខ្ញុំជីកង់ទៅបងទិញឈើច្រត់មួយបងចាប់បាត់ហើយខ្ញុំមិនដឹងលក់ឈើច្រត់បែបណាទេបើគ្មានអ្នកទិញផងនេះពួកឯងកើតអីហ្នឹងមើលទៅដូចសោកស្ដាយម៉ែគ្មានអីទេនេះពីអ្នកឯងកើតអីឯងកុំមកចេះរឿងយើងបើយើងលក់ឈើច្រត់នេះមិនអស់ទេនោះយើងឡើងមានការងារធ្វើហើយនេះឯងមើលទៅជើងរបស់ខ្ញុំមើលពិតជាល្អណាស់ពិតមែនហើយជើងឯងពិតជាល្អណាស់ប៉ុន្តែពីអ្នកខ្ញុំលក់ឈើច្រត់ដាច់ទេយើងមិនអីទេខ្ញុំមិនហ្នឹងកើតអីបានជាពួកឯងនៅធ្វើមុខចឹងមកពីពួកយើងលក់ឈើច្រត់មិនដាច់ហ្នឹងហើយបានធ្វើមុខចឹងតែពីអ្នកឯងអ្នកណាជាអ្នកលក់នេះឯងសួរចង់ទិញឈើច្រត់មែនទេពួកយើងអ្នកលក់ទាំងពីរអ្នកហ្នឹងហេអត់ទេយើងមិនត្រូវការឈើច្រត់មើលទៅថ្ងៃនេះពួកយើងលក់ឈើច្រត់អត់ទេនេះឯងកើតអីយើងឃើញឯងដកដង្ហើមធំរហូតមិនមែនរឿងអ្វីទេតែបើពួកយើងលក់ឈើច្រត់អស់នោះយើងគ្មានលុយដើម្បីព្យាបាលជំងឺទេវាពិតជាមានរឿងធំដល់ណាស់ហ្នឹងផងមិនមែនហើយយើងឯងជួយទិញឈើច្រត់យើងមួយអត់នោះទេយើងមិនត្រូវការទិញឈើច្រត់នោះទេហើយឯងឈឺអីជំងឺនេះធ្ងន់ធ្ងរណាស់ហើយពេទ្យគាត់បានថាជំងឺនេះគឺជាជំងឺដំណាក់កាលចុងក្រោយហើយតើវាគឺជាជំងឺអ្វីទៅនេះយើងគួរតែប្រាប់អត់មិនប្រាប់ទេយើងក៏បានដែរយើងមិនប្រាប់ទេយើងមិនប្រាប់ទេអូយប្រាប់យើងមកយើងពិតជាចង់ដឹងខ្លាំងណាស់អត់ចង់ប្រាប់អូយយើងមិនប្រាប់ឯងទេយើងគួរតែប្រាប់អាប៉ុលលឿនហ្នឹងទៅប្រាប់វាធ្វើអ្វីវាមិនទិញឈើច្រត់យើងផងហេឯងពិតជាចង់ដឹងខ្លាំងណាស់មែនទេពិតមែនណាខ្ញុំពិតជាចង់ដឹងណាឯងជួយទិញឈើច្រត់យើងមួយទៅអូខេបានតែចាំថ្ងៃក្រោយចាំយើងមកទិញព្រោះអីយើងគ្មានបានយកលុយមកទេសូម្បីតែម្ដងយើងមិនជឿឯងទេជឿខ្ញុំទៅបើយើងប្រាប់ឯងហូចចុះបើយើងប្រើហើយឯងមិនជួយទិញឈើច្រត់យើងទៅតើយើងទៅហៅឯងនៅទីណាទៅបើយើងមិនស្គាល់តែឯងផងតែជឿខ្ញុំទៅខ្ញុំមិនកុហកឯងទៅទេតែខ្ញុំគឺនៅក្បែរនៅនេះទេយើងធ្លាប់ជួបអស់ហើយអ្នកចេះដឹងរឿងគេហើយវាតែងតែប្រាប់យើងអញ្ចឹងតែខ្ញុំមិនកុហកនោះទេហើយណាមួយទៀតបើយើងប្រាប់ឯងដឹងហើយឯងនឹងមិនទិញឈើច្រត់យើងទេខ្ញុំនឹងទិញនេះឯងប្រកាសមែនទេថានឹងទិញឈើច្រត់របស់យើងជំងឺនោះគឺជាជំងឺអ្វីទៅឆាប់ប្រាប់ខ្ញុំមកលឿនខ្ញុំពិតជាចង់ដឹងណាស់ឯងមិនប្រាប់ទេខ្ញុំនឹងស្លាប់នេះឯងពិតជាចង់ដឹងខ្លាំងណាស់មែនទេយើងនឹងប្រាប់ឯងហើយឯងត្រូវតែទិញឈើច្រត់របស់យើងឯងកុំកុហកណាតែមុននឹងយើងប្រាប់ឯងស្ដាយយើងមើលសិនទៅដើរបន្តទៀតពិតជាស្អាតណាស់ដើរទៀតអូយពិតជាលយខ្លាំងណាស់ស្អាតឯងដើរ3ជុំ4ជុំទៀតទៅពិតជាស្អាតខ្លាំងណាស់បន្តិចទៀតយើងនឹងប្រាប់ឯងហើយឯងត្រូវតែស៊ូខ្ញុំនឹងជួយទិញឈើច្រត់បាប់គេពេកទៅដឹងវាមិនអីនោះទេតែប៉ុណ្ណឹងសោះខ្ញុំបានធ្វើតាមបញ្ជារួចហើយប្រាប់មកលឿនណាស់ខ្ញុំពិតជាចង់ដឹងនោះគឺពួកយើងទាំងពីរនេះនឹងខាត់អីមែនប្រាប់មកតាមពិតនោះគឺប្រាប់ខ្ញុំមកគឺខ្ញុំពិតជាចង់ដឹងណាប្រាប់ខ្ញុំមកគឺពីអ្នកយើងគ្មានជំងឺអីនោះទេយើងគ្រាន់តែបោកឯងនោះទេដើម្បីឲ្យឯងធ្វើតាមបញ្ជាយើងហើយនឹងទិញឈើច្រត់យើងតែប៉ុណ្ណោះហើយយើងសុំទោសឯងផងដែលយើងកុហកឯងយើងមិនបាច់ប្រហែលថាយើងនឹងលួចឈើច្រត់អត់ទៀតទេព្រោះអីវាអ្នកទិញជប់សិនពួកឯងបោកយើងពិតមែនហើយគឺពួកយើងបោកឯងអត់ទេឈប់យើងមកអង្គុយនេះសិនមកនិយាយគ្នាស្រួលជាងណាបើឯងទិញឈើច្រត់យើងនឹង discount ឲ្យឯងជាមិនខាតយើងមិនចង់ទិញនោះទេព្រោះឯងបោកយើងប៉ុន្តែពួកយើងបោកដើម្បីលក់ឈើច្រត់នេះដែរតាដើម្បីតែជីវភាពតែប៉ុណ្ណោះពួកយើងធ្វើនេះដើម្បីតែជីវភាពរបស់ពួកយើងតែប៉ុណ្ណោះយើងមិនចង់បោកគេនោះទេណាឈើច្រត់របស់ឯងចាប់ទិញទៅខ្ញុំពិតជាមិនត្រូវការឈើច្រត់នេះនោះទេឯងមិនចង់ទិញវាមែនទេអត់នោះទេឯងបានសន្យាហើយថាឯងមិនទិញឯងឆាប់ទិញវាភ្លាមនេះគឺជាឈើច្រត់ចុងក្រោយហើយដែលពួកយើងលក់ឲ្យឯងបានសន្យាហើយនេះឯងបានសន្យាមួយយើងហើយថាឯងនឹងទិញវាយើងគិតមិនយើងមិនទិញពួកឯងនោះទេពួកឯងក៏ហៅយើងណាយើងមានលុយតែប៉ុណ្ណឹងនោះទេបងចាំមើលទៅគេទៅជីគួរឲ្យអាណិតណាយើងមិនបាត់ទេអីធ្វើយើងមិនកើតទេពួកឯងយើងមិនតាន់លក់ដាច់ខ្ញុំចេញតែមុនហើយជប់លៀងឯងមិនអាចទៅណាបាននោះទេឯងត្រូវជួយទិញបើមិនយ៉ាងទៅយើងយកកង់អាយើងធ្វើយ៉ាងដូចមកអាក្រក់ពេកទៅដឹងអូពិត
មែនណាពិតមែនណាកុំធ្វើយ៉ាងអីខ្ញុំពិតជាកំសត់ខ្លាំងណាស់កុំធ្វើបាបខ្ញុំអីខ្ញុំពិតជាមិនចង់ទិញឈើឆាតរបស់ឯងទេព្រោះឯងនឹងពេញអ្នកបោកខ្ញុំមិនទិញឈើឆាតរបស់ឯងនឹងទេមិនបានវាកុំធ្វើយ៉ាងអីខ្ញុំធ្វើបាបវាពេកទៅដឹងវាមិនដឹងអីផងហ្នឹងហើយកុំធ្វើបាបខ្ញុំអីខ្ញុំពិតជាអត់មានលុយម៉ានបាក់ជើងឲ្យឯងទិញឈើឆាតយើងបានហើយថៃបានទៅបាយខ្ញុំតែខ្ញុំមកទិញឈើឆាតសោះបាយខ្ញុំនៅណាខ្ញុំសោកឯងខ្លាំងហើយយកកងខ្ញុំទៅយ៉ាងដូចជាធ្ងន់ធ្ងរពេកទៅដឹងវាមិនអីនោះទេគ្រាន់តែបាយបាក់ជើងប៉ុណ្ណឹងដេកទៅផ្ទះក៏ជាហើយ